តើមូលហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារលើប្រទេសណេវេស៊ុយអេឡានៅក្នុងខណៈដែលពិភពលោកកំពុងផ្ដោតទៅលើសង្គ្រាមនៅអឺរ៉ុបនិងមជ្ឈិមបូព៌ាស្រាប់តែមានរលកកម្ដៅសង្គ្រាមថ្មីមួយទៀតកំពុងតែឆាបឆេះនៅអាមេរិកឡាទីនវេណេស៊ុយអេឡាជាប្រទេសដែលមានទុនប្រេងធំជាងគេបំផុតនៅលើលោកកំពុងតែស្ថិតនៅក្នុងក្រសែភ្នែកមហាអំណាចលេខ1និងសំណួរដ៏ធំសួរថាតើសហរដ្ឋអាមេរិកកំពុងតែរៀបចំសមរភូមិវាឆ្មក់ដើម្បីដណ្ដើមឥទ្ធិពលមកវិញមែនឬទេថ្ងៃនេះយើងនឹងមកបើកបង្ហាញគ្រឿងសព្វាវុធដែលសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយនិងរបៀបដែលទីក្រុងការ៉ាកាសត្រៀមខ្លួនទប់ទល់ជាមួយសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកមិនប្រើកម្លាំងបាយមុននោះទេគឺប្រើយុទ្ធសាស្ត្រដំបូងគឺ Cyber Electronic Warfare ក្នុងរយៈពេលប្រមាណខែចុងក្រោយនេះប្រព័ន្ធអគ្គិសនីនិងបណ្ដាញទំនាក់ទំនងនៅវេណេស៊ុយអេឡារងការវាយប្រហារជាបន្តបន្ទាប់នេះគឺជាការផ្ដាច់នៅប្រព័ន្ធប្រស័យប្រសាទសត្រូវមុនពេលដែលគ្រាប់កាំភ្លើងបន្លឺឡើងអាវុធសំខាន់របស់សហរដ្ឋអាមេរិកនោះគឺ MQ-9 Reaper ដ្រូនអធិឃាតដែលហោះកម្ពស់ខ្ពស់ចាប់គោលដៅមន្ត្រីជាន់ខ្ពស់ដែលអាវុធទី2គឺ F-22 Raptor យន្តហោះបំបាំងកាយកំពុងតែធ្វើសមយុទ្ធក្បែរព្រំដែនដើម្បីសាកល្បងរ៉ាដារបស់ប្រទេសណេវេស៊ុយអេឡាគ្រឿងសព្វាវុធទី3គឺមីស៊ីល Thomas គឺជាមីស៊ីលដែលនាំផ្លូវអាចបាញ់ចេញពីនាវាចម្បាំងនៅក្នុងសមុទ្រការ៉ាប៊ីនសំណួរសួរថាហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនងាយវាយចូលកុំមើលងាយកងទ័ពរបស់នីកូឡាស់ម៉ាឌុយរ៉ូពួកគេមានខ្នងបំឯកគឺជាមហាអំណាចរុស្ស៊ីនិងចិនកំផែងដែកដ៏រឹងមាំបំផុតគឺប្រព័ន្ធការពារ S-300VM នេះគឺជាសូបិនអាក្រក់បំផុតសម្រាប់យន្តហោះរបស់អាមេរិកព្រោះវាអាចស្ទាក់ចាប់មីស៊ីលនិងយន្តហោះក្នុងចម្ងាយ250គីឡូម៉ែត្រចំណុចពិសេសយុទ្ធសាស្ត្រសង្គ្រាមប្រជាជនណេវេស៊ុយអេឡាមានទ័ពរាប់លាននាក់ដែលត្រៀមខ្លួនប្រើកាំភ្លើង AK-103 វាយឆ្មក់ក្នុងព្រៃជ្រៅដែលជាបច្ចេកវិទ្យារបស់អាមេរិកពិបាកនឹងគ្រប់គ្រងតើអ្នកដឹងមូលហេតុពិតនៃចំនួននេះទេវាមិនមែនត្រឹមជារឿងសិទ្ធិមនុស្សនោះទេឬក៏ប្រជាធិបតេយ្យទេប្រសិនបើអាមេរិកគ្រប់គ្រងណេវេស៊ុយអេឡាបានអាមេរិកនឹងលែងបារម្ភរឿងថាមពលនិងអាចផ្ដាច់ឥទ្ធិពលរបស់រុស្ស៊ីនៅអាមេរិកឡាទីនបានទាំងស្រុងប៉ុន្តែការវាយប្រហារនេះក៏ជាការផលវិបាកទៅដល់ជនភៀសខ្លួនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រដែលអាមេរិកខ្លួនឯងក៏ប្រហែលជាមិនចង់ជួបដែរតើការកើនឡើងគ្រឿងសព្វាវុធនៅទីក្រុងការ៉ាបាស់នៃប្រទេសណេវេស៊ុយអេឡានឹងអាចបញ្ចប់ដោយការចរចាឬដោយផ្សែងសង្គ្រាមអាមេរិកកំពុងតែបង្ហាញសាច់ដុំប៉ុន្តែណេវេស៊ុយអេឡាកំពុងតែបង្ហាញចង្កូមដូចគ្នាប្រសិនបើសង្គ្រាមផ្ទុះឡើងវាមិនមែនត្រឹមតែជារឿងប្រទេសពីរនោះទេប៉ុន្តែវាគឺជាប្រទេសមហាអំណាចដែលចង់បែងចែកផែនដីសាជាថ្មីចុះអ្នកតើអ្នកជឿទេថាអាមេរិកនឹងវាចូលលុកពេញទំហឹងដែរឬទេបើសិនជាអ្នកទាំងអស់គ្នាយល់បែបណាសូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូហើយកុំភ្លេចចុច like និងចុច subscribe ដើម្បីទទួលបានការវិភាគយោធាថ្មីៗសូមអរគុណ